เริ่มดองទៀតណាអូខេមុនម្ដងឲ្យប៉ុន្តែយើង record មានបញ្ហាណាអូខេឥឡូវ share screen តទៀត share screen តទៀតណាអូខេអឺបន្តយើងបន្តមេរៀនទៀតអូខេអញ្ចឹងប្រេកង់អានេះប្រេកង់កើនណាហើយមួយទៀតយើងដាក់ប្រេកង់ធៀបកាលណាធៀបគិតជាភាគរយណាយើងដាក់ភាគរយមកមួយទៀតប្រេកង់កើនធៀបជាភាគរយដែរហើយយកអាប្រេកង់នេះ អាប្រេកង់នេះចែកនឹងចំនួនសរុបវាយើងគិតវាទៅឥឡូវឧទាហរណ៍ចំនួនសរុបវាប៉ុន្មានឥឡូវឥឡូវឧទាហរណ៍0អ្នកអត់មានកូនមាន4គ្រួសារអ្នកមានកូន1 16គ្រួសារអ្នកមានកូន2ប៉ុន្មានគ្រួសារ18គ្រួសារណា18គ្រួសារអ្នកមានកូន3ប្រហែលគ្រួសារអ្នកមានកូន3 6គ្រួសារអ្នកមានកូន4ប៉ុន្មានគ្រួសារ6គ្រួសារដែរណាតប្រេកង់កើនយើងយកហ្នឹង បូកមក4នឹងបូក16ស្មើប៉ុន្មានប្រេកង់កើនទៅប៉ុន្មាន20 20បូក18ប៉ុន្មាន38ណា38 38បូក38 38បូក6 44ណា44បូក6 50អញ្ចឹង50ដែរណាអញ្ចឹងយើងយកប្រេកង់ហ្នឹងយើងចង់រកភាគរយវាអានេះប្រេកង់ធៀបប្រេកង់ធៀបណាអានេះប្រេកង់កើនធៀបអានេះប្រេកង់ធៀបខ្ញុំស្អីចេះនេះជាងប្រេកង់គេប្រេកង់ធៀបភាគរយកាលណាប្រេកង់ធៀបណាប្រេកង់ធៀបអានេះអីគេអានេះប្រេកង់កើនធៀបប្រេកង់កើនធៀបណាឥឡូវខ្ញុំដាក់មកលើដោយសារយើងរៀងឆ្អៀតសំទោសដាក់មកលើប្រេកង់ធៀបសំទោសប្រេកង់កើនធៀបប្រេកង់កើនធៀបគិតជាភាគរយណាកុំភ្លេចឲ្យគិតជាភាគរយណាគិតជាភាគរយអានេះក៏ភាគរយដែរអានេះក៏ភាគរយដែរខ្ញុំភ្លេចដាក់អានេះក៏ភាគរយដែរណាឥឡូវខ្ញុំផ្សេងនេះចោលអានេះក៏ភាគរយដែរភាគរយដែរណាអញ្ចឹងយើងយកប្រេកង់សិនប្រេកង់ហ្នឹងយក4ហ្នឹងប្រហែលចែកនឹងសរុបវាប្រហែល50យក4ចែកនឹង50ទៅគុណនឹង100ទៅឃើញភាគរយវាហើយអានេះក៏ដូចគ្នាដែរ16នេះចែកនឹង50អឺចែកនឹង50គុណនឹង100ទៅឃើញប្រេកង់ធៀបដល់អាកើនវិញនេះយើងចង់រកអាប្រេកង់កើនធៀបយើងយកអានេះវិញណាយកអាតារាងកើននេះប្រេកង់កើននេះគិតជាភាគរយមកចែកនឹងសរុបដូចគ្នា4នឹងចែកនឹង50គុណនឹង1 100ដល់20 20ចែកនឹង50គុណនឹង100ឃើញភាគរយវាដែរណាអញ្ចឹងយើងអានឹងអាចធ្វើទៅខ្លួនឯងបានហើយយើងនឹងយកត្រឹមណាគេថាជំរកចំនួនគ្រួសារដែលមានកូន2យ៉ាងច្រើនឥឡូវកូន2យ៉ាងច្រើនអញ្ចឹងមានប៉ុន្មានភាគរយអញ្ចឹងចំនួនគ្រួសារអឺ2យ៉ាងច្រើនគឺមានប៉ុន្មាន38នាក់ណានេះចម្លើយដូចគេអញ្ចឹងណាយើងរៀនធ្វើចម្លើយអញ្ចឹងមកនេះដូចនេះតាមក្រាបយ៉ាងតិចឬក៏យ៉ាងច្រើននេះយើងរៀនណាតាមតារាងខាងលើគេឃើញថាសិស្សចំនួនបានបន្ទុកចាប់ពី9ថយចុះមកដល់5កើនឡើងប៉ុន្មានកើនពីចំនួន2ដល់29នាក់ណាដូចនេះសិស្សដែលបានបន្ទុក5យ៉ាងតិចមានប៉ុន្មានមាន29ណាយើងយកអាត្រឹមអាយ៉ាងតិចហ្នឹងណា29ត្រូវជាប៉ុន្មានភាគរយត្រូវជា58%អញ្ចឹងខ្ញុំគិតតែហ្នឹងទេអញ្ចឹងនេះគេសួរម៉េចគេថារកចំនួនគ្រួសារដែលមានកូន2យ៉ាងច្រើនកូន2យ៉ាងច្រើនមានប៉ុន្មានគ្រួសារមាននេះកើនឡើងនេះមានប៉ុន្មានមាន38គ្រួសារ2យ៉ាងច្រើនបានន័យថា2នឹងច្រើនផុតណា
សអត់មានកូនក៏យកកូនមួយក៏យកកូនពីរក៏យកណាយ៉ាងច្រើនទៅយកត្រឹមពីរណាអញ្ចឹង38ត្រូវបានភាគរយយើងអាចគិតភាគរយមកយក38ចែកនឹង50មកគុណនឹង100មកអញ្ចឹងគុណនឹង100សិនក៏បានដែរចេះតែស្រួលគុណនឹង100វាស្មើ3800ចែកនឹង50មកចែកនឹងសរុបáឃើញហើយយើងដាក់ភាគរយទៅណាអានេះគិតមកអញ្ចឹងដល់ត្រឹមនេះ7 5ដង35ណា35 8សល់3ទៅលាក់0 30មាន5ម៉ានដង5 5ដង25 5 6ដង30ឃើញ76%ណាឃើញ76%បើធៀបហ្នឹងស្មើ76%ណាអញ្ចឹងយើងអាចឆ្លើយមកអញ្ចឹងចំនួនគ្រួសារដែលមានកូន2យ៉ាងច្រើនគឺមានប្រមាណគ្រួសារ38គ្រួសារត្រូវនឹង76%អានេះក៏ដូចគ្នាដែររកចំនួនគ្រួសារដែលមានកូន2នាក់យ៉ាងតិច2នាក់យ៉ាងតិចយកត្រឹមនេះវិញយកអានេះឡើងវិញ2នាក់យ៉ាងតិចណាអញ្ចឹងយើងយកប្រេកង់ប៉ុន្តែយើងធ្វើប្រេកង់អីគេប្រេកង់ថយណាប្រេកង់ថយនេះយ៉ាងតិចនេះយើងធ្វើតាមប្រេកង់ថយវិញណាយ៉ាងតិចទេណាអានេះប្រេកង់កើនទេណាមិនយើងធ្វើតារាងមួយទៀតយើងធ្វើតារាងប្រេកង់ថយណាប្រេកង់ថយនេះតាមនេះណាតាមក្រាបបន្ទុក5យ៉ាងតិចជាបន្ទុកចាប់ពី5ទៅដល់9ដូចនេះចំនួនសិស្សដែលអឺចាប់ពី2អ្នកឡើងទៅដល់29ណា29នេះតាមក្រាបនេះអញ្ចឹងអានេះយ៉ាងតិចអញ្ចឹងបានន័យថាយើងយកពីណាយើងយកពីនេះមកយកនេះមកណាយ៉ាងតិចអញ្ចឹងយ៉ាងតិច2ហ្នឹងចង់ដឹងថាតើមានប្រមាណអ្នកណាប្រមាណគ្រួសារចំនួនគ្រួសារហើយត្រូវប្រមាណភាគរយអញ្ចឹងយកអានេះមកនេះវិញទៅដល់អាហារនេះអាហារអាហារណាមកដកនេះវិញទៅណានេះយកអាសរុបណាយកអាសរុបជប់នេះថយយកអាសរុបណាមកដកបន្តមកណាយក5នេះដកម៉ានដក4ឥឡូវខ្ញុំដាក់ថយវិញលោកអត់យល់កន្លែងហ្នឹងឥឡូវអានេះថយវិញជប់លុបនេះចេញសិនថយវិញណាអានេះថយដែរអត់មានកើនទេណានេះអត់ទេថយដល់កន្លែងនេះថយតែតិន័យដូចគ្នាប៉ុន្តែនេះអាកន្លែងប្រេកង់ថយនេះយើងយកអាសរុបមកវិញណាតែឥឡូវសរុបវាប៉ុន្មាន50យក50មកវិញណាអូខេมันផ្ទុយវិញឥឡូវយក50ដកបន្តមកណាដល់ថយអញ្ចឹង50ដក4នៅសល់ប៉ុន្មាន46 46ដក16នៅសល់ប៉ុន្មាន30 30ដក18នៅសល់ប៉ុន្មាន30ដក18នៅសល់12 12ដក6នៅសល់ប៉ុន្មាននៅសល់5 6ណា6យើងដកបន្តមកណាដកនេះអានេះ50ដក4នៅសល់46 46ដក16នៅសល់30 30 30ដក18នៅសល់10 12 12ដក6នៅសល់6ណា6ដក1 0អស់អញ្ចឹងនេះគេថាយ៉ាងតិចបានន័យថានេះត្រឹមនេះមកណាអញ្ចឹងមានប៉ុន្មានគ្រួសារ30គ្រួសារណា30គ្រួសារត្រូវប៉ុន្មានភាគរយ30គ្រួសារយក30ហ្នឹងគុណនឹង100ចែកហ្នឹង50ហើយចែកសរុបទៅឃើញភាគរយណាឃើញភាគរយអញ្ចឹងដូចគ្នាណាឥឡូវយើងទៅចំណុចមួយទៀតទៅអាហ្នឹងគ្រាន់បញ្យលបន្ថែមណាយល់បន្ថែមអូខេ
ឥឡូវខ្ញុំបិទឲ្យបើកវិញលឿនជាងណាព្រោះយើងម៉ោងយើងវាមានកំណត់អញ្ចឹងយើងត្រូវរកវិធីរឿងលឿនបន្តិចណាយ៉ាឥឡូវយើងថ្ងៃនេះរៀនមកចំណុចទៀតចោះគឺការផ្ដុំទិន្នន័យជាថ្នាក់ណាជាថ្នាក់វាមានថ្នាក់ណាថ្នាក់វាបច្ចុប្បន្នការថ្លឹងម៉ាសជាប្រចាំមានសារៈសំខាន់សម្រាប់ការតាមដានសុខភាពណាការស្រកឬក៏កើនម៉ាស់ខ្លាំងជាសញ្ញាប្រាប់ឲ្យយើងដឹងថាសុខភាពមានបញ្ហាហើយម៉ាស់ហ្នឹងគឺគិតជាគីឡូណាយើងថ្លឹងទម្ងន់នោះថ្លឹងទម្ងន់គិតជាគីឡូក្រាមណាប្រហែលគីឡូហើយ50គីឡូ40គីឡូអញ្ចឹងគេថាគឺបើសិនជាការតាមដានសញ្ញានៃទម្ងន់ហ្នឹងវាអាចអ្នកខ្លះស្រកខ្លាំងហើយឬក៏អ្នកខ្លះធាត់ខ្លាំងណាអាហ្នឹងប្រហែលជាវាមានបញ្ហាសុខភាពឯណាបញ្ហាសុខភាពឯហើយទីមួយគឺសុខភាពហ្នឹងហើយគឺជាសំខាន់មែនតើណាសម្រាប់ជីវិតយើងណាសុខភាពគឺសំខាន់ណាអូខេកាលណាមានសុខភាពយើងអាចធ្វើអ្វីៗបានប៉ុន្តែយើងយកសុខភាពនោះទៅប្រព្រឹត្តអំពើល្អណាជាកុសលធម៌យើងមិនយកសុខភាពល្អហ្នឹងទៅប្រព្រឹត្តអំពើអាក្រក់លួចឆក់ប្លន់គេធ្វើបាបគេទាំងទេណាអាហ្នឹងក៏មិនល្អដែរណាអញ្ចឹងយើងយកសុខភាពដែលល្អនេះទៅធ្វើអំពើជាកុសលណាទៅជាធ្វើអំពើជាកុសលធម៌ណាអូខេអញ្ចឹងបច្ចុប្បន្ននេះការថ្លឹងម៉ាស់ជាប្រចាំមានសារៈសំខាន់សម្រាប់ការតាមដានសុខភាពការស្រកឬក៏កើនម៉ាស់ខ្លាំងជាសញ្ញាប្រាប់ឲ្យដឹងថាសុខភាពនឹងមានបញ្ហានៅថ្ងៃខាងមុខហើយណាអញ្ចឹងខាងក្រោមនេះជាលទ្ធផលនៃការថ្លឹងម៉ាស់គិតជាគីឡូក្រាមណាឥឡូវ38មួយទម្ងន់38មានប៉ុន្មានអ្នកអញ្ចឹងមានតែមួយ38មួយណា42អញ្ចឹងយើងយកតាមថ្នាក់ចាំយកតាមថ្នាក់ចាំមើលគេចាត់គុំតាមថ្នាក់ដូចម្ដេច30ខ្ទង់30អញ្ចឹងណាឥឡូវចាំមើលតាមថ្នាក់ណាឥឡូវអានេះ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 62អានេះ62ណា63នេះមាន63 68 69 7អីចឹងណាមាន37មាន45មាន61 65 75 76អីហ្នឹងមើលតាមហ្នឹងណាអូខេអញ្ចឹងយើងមើលតាមថ្នាក់ឥឡូវយើងយកថ្នាក់ពី30ដល់40ជាថ្នាក់ទី1អញ្ចឹងទៅឧទាហរណ៍30ណាដល់40ណាទម្ងន់30ដល់40ថ្នាក់ទី1យើងគិតជាថ្នាក់ណាឲ្យវាស្រួលច្រើនអញ្ចឹងវាពិបាកណាអញ្ចឹងយើងគិតតាមថ្នាក់ចន្លោះណាអាហ្នឹងស្រេចទៅយើងឲ្យតាមថ្នាក់ណាហើយយើងឲ្យថ្នាក់ខ្ទង់30ទាំងអស់30ទៅណាខ្ទង់40ទាំងអស់40ទៅណាអូខេឥឡូវយើងមើលទិន្នន័យម៉ាស់នីមួយៗពុំមានចំនួនដងច្រើនដូចទិន្នន័យពិន្ទុរបស់សិស្សជាហេតុធ្វើឲ្យគេមានការលំបាកក្នុងការប្រមូលផ្ដុំទៅជាតាមប្រេកង់ក្នុងករណីនេះគេអាចផ្ដុំជាថ្នាក់ដូចខាងក្រោមណាគេអាចផ្ដុំជាថ្នាក់ដូចខាងក្រោមដំបូងគឺចាប់ផ្ដើមយកម៉ាស់ដែលនៅចន្លោះពី30គីឡូទៅដល់40គីឡូឥឡូវយើងយកណាឥឡូវពី30គេសន្មតថាពី30ក៏យកដែរយើងដាក់30ឬក៏ស្មើប៉ុន្តែ40យើងអត់យកទេយើងដាក់តូចជាង40អញ្ចឹងវាអាច39 30អីចឹងណាយើងអត់យក40បើដាក់ស្មើបើន័យថាយើងយក40ប៉ុន្តែ40យើងយកតែខ្ទង់40ទាំងអស់ទៅណាអញ្ចឹង30ទាំងអស់ទៅណាអូខេមានន័យថា x អាចស្មើ30ប៉ុន្តែมันអាចស្មើ40ទេកាលណាយើងដាក់ជាណានេះ40តូចជាង40ព្រោះដាក់អានេះស្មើបើន័យ40យកដែរណាអញ្ចឹង x នេះអត់យកទេប៉ុន្តែអានេះគឺយក30ធំជាងឬស្មើ30ណាតាមថ្នាក់អញ្ចឹងអាចស្មើ30ប៉ុន្តែมันអាចស្មើ40ទេណាក្នុងថ្នាក់ទី1នោះយើងឲ្យអញ្ចឹងទៅគេហៅថា3ទៅ30តូចជាង x តូចជាងឬស្មើ x តូចជាង40ជាថ្នាក់ទី1ណា
ហើយគេសរសេរដល់ខ្លីថា30 ដល់ 40គេបានเนี่ยថ្នាក់ទី1ឥឡូវយើងឲ្យតាមថ្នាក់ទី1ណាឥឡូវអានេះ40ទៅដល់តូចជាង5នេះអាចជា40ចន្លោះនៅចន្លោះ40យកដែរណាព្រោះអាមកនោះយើងអត់យក40អញ្ចឹង x តូចជាង5ប៉ុន្តែ5អត់យកទេអានេះ5អត់យកទេណាបើគេដាក់តូចអញ្ចឹងណា5អត់យកទេអញ្ចឹងដល់អានេះអញ្ចឹងក៏ដូចគ្នាដែរ50តូចជាងឬស្មើ x ណាហើយអានេះ x ហ្នឹងតូចជាង60មកណាថ្នាក់ទី3ណាបន្តមកណាហើយយើងរាប់វាទៅរាប់ហើយយើងដាក់ជាប្រេកង់មកណាឥឡូវគេឲ្យ5ថ្នាក់អីឲ្យ7ថ្នាក់ណាថ្នាក់យើងចាត់ជាថ្នាក់ណាអញ្ចឹងដល់7ថ្នាក់ណាដល់ពី90ដល់100ណាអញ្ចឹងពី8ទៅដល់90អត់យកទេមានន័យថា90អត់យកទេអានេះពី90ដល់100អញ្ចឹង100អត់យកទេណាឥឡូវយើងមើលយើងរាប់ទៅយើងរាប់ឥឡូវទុង30ឥឡូវយើងរាប់លេខ30 1 2 30ដែរណា2បានតែ2ណាបាន2នេះប្រេកង់បាន2ណាឥឡូវពី40ដល់50 1 2 3 4 5 6 6 6យើងរកឃើញ6ណា6ឥឡូវពី5ដល់60អញ្ចឹង60អត់យកទេយើងយកតែ5ទៅដល់59 5អីចឹងណាព្រោះតូចជាង60អញ្ចឹងខ្ទង់5យើងរកតែ5មកណា1ចាំផ្លែត1យ៉ាយកវាខំអូខេ5ឥឡូវ52 55 2ណា2 3 4 5អត់មាន5ទៀតទេបាន5ណាអញ្ចឹងបាន5នេះណាចាអានេះក៏ដូចគ្នាដែរថ្នាក់ទីម៉ានអានេះថ្នាក់អឺ70សំទោស60ដល់7060ដល់70ឥឡូវយើងរាប់ណា60ដល់70 1 2 3អូច្រើន4 5 6 7 8 9 10ណា64នេះ10ណាអញ្ចឹងក៏រកទៅឃើញ10ណា10អាហ្នឹងអានេះក៏ដូចគ្នាដែររកទៅ70ដល់80 70ដល់80រកទៅខ្ទង់ចិត្តណា1 2 3 4 5 6 7 8អអត់ទេអានេះ8ទេណា8រកឃើញ8ណា8ដល់8 1 2 3 4 5 6 6ណារកឃើញ6នេះ6ណា6ដល់9ដល់100 9អត់ដល់100ទេ100អត់យកទេណាខ្ទង់9 3រកឃើញតែ3ទេណាអញ្ចឹងធ្វើយ៉ាងនេះទេយើងអាចផ្ដុំជាថ្នាក់នៃប្រេកង់នោះបានតារាងនេះអាចឲ្យគេបកស្រាយបានណាងាយស្រួលបកស្រាយអញ្ចឹងអ្នកដែលមានម៉ាស់ហ្នឹងទម្ងន់ណាអ្នកដែលមានទម្ងន់អ្នកដែលមានម៉ាស់ពី60ដល់70ទៅដល់70មានប៉ុន្មានអ្នក60ដល់70 10អ្នកណាអញ្ចឹងចិត្តអត់យកទេណាចាំណា
នេះគេឲ្យច្រឡោះចិត្តអត់យកទេណាអញ្ចឹងបានន័យថាពីអឺ6 60ដល់69.99អីចឹងណាទម្ងន់ចន្លោះប៉ុណ្ណឹងណាមាន10នាក់ដែលជាមនុស្សភាគច្រើនជាងគេច្រើនជាងគេហើយមានទម្ងន់ប៉ុណ្ណឹងណាមនុស្សភាគច្រើនជាងគេព្រោះវាបាន10ហ៎ណាហើយដល់បន្ទាប់មកគឺជាអ្នកដែលមានម៉ាស់ពី70ដល់80គីឡូណាអញ្ចឹង80អត់យកទេអញ្ចឹងយកត្រឹម7ដល់79.99គឺមានម៉ាអ្នកមាន8នាក់បន្ទាប់ណាឃើញទេ8នាក់ឃើញទេអានេះ10ច្រើនជាងគេណា8ណាអញ្ចឹងយើងអាចបកស្រាយតាមក្រាបបានយើងគូក្រាបមកណាក្រាបមកអាក្រាបនេះគឺម៉ាស់ម៉ាស់ហ្នឹងទម្ងន់ណាទម្ងន់ឥឡូវទម្ងន់30ដល់សាពី30ដល់40ពី40ដល់50ពី50ដល់60ពី60ដល់7ពី7ដល់8ពី8ដល់9ពី9ដល់100ណាអញ្ចឹងពី30ដល់40មានប៉ុន្មានអ្នកយើងគូប្រេកង់មកប្រេកង់មានប៉ុន្មានអ្នកមាន2នាក់ណាបានជាប្រេកង់ងាយស្រួលមើលដល់2នាក់ហ្នឹងណាដល់ពី40ដល់50មានប៉ុន្មានអ្នក6នាក់ណាយើងគូសត្រឹម6មកណារំលេខ6នេះ6យើងដៅមួយមកណាហើយមានយ៉ាងច្រើន10យើងដៅត្រឹម10ទៅបានណាណាមិនដៅទៅ11 12ទេព្រោះយើងបានត្រឹម10ងួនច្រើនជាងគេ10ហើយនេះណាច្រើនជាងគេប្រេកង់10ហ្នឹងយើងបាច់ដាក់11 12 13 14អីនាំខាតពេលវេលាអីណាណាអូខេអញ្ចឹងយើងមើលជួនកាលគេប្រើតម្លៃកណ្ដាលនៃថ្នាក់មកតាំងឲ្យតម្លៃនៃថ្នាក់ណាតម្លៃកណ្ដាលតម្លៃកណ្ដាលនេះហៅថាផ្ចិតនៃថ្នាក់ជាវាជាមធ្យមនៃចុងទាំងពីរនៃថ្នាក់ណាអញ្ចឹងយើងតម្លៃកណ្ដាលឧទាហរណ៍ពីចន្លោះម៉ានចំពោះថ្នាក់30ទៅដល់40យើងយកអា30 40ហ្នឹងចែកនឹងបូកចូលគ្នាហើយចែក2ស្មើ35អាហ្នឹងកណ្ដោតម្លៃកណ្ដាលណាតម្លៃកណ្ដាលនៃថ្នាក់អត់អីទេអានេះក៏ដូចគ្នាដែរអានេះបើយើងចង់យកថ្លៃតម្លៃកណ្ដាលនៃ6ទៅដល់7យក6បូក7មកចែក2ទៅណាថ្លៃកណ្ដាលវា65អញ្ចឹងទៅណាអូខេហ្នឹងអត់អីទេនេះឥឡូវថ្នាក់នេះផ្ចិតនៃថ្នាក់គេដាក់ចំណុចកដាលណាណាអញ្ចឹងតម្លៃនៃថ្នាក់គឺយើងយកអា30នេះបូក40ហ្នឹងចែកហ្នឹងនឹង2មកណាមក35ដល់នេះក៏ដូចគ្នាដែរយក40បូក50ចែកនឹង2មកឃើញ45ណាដល់នេះក៏ដូចគ្នាដែរយក50បូក60ចែកនឹង2ទៅចែកនឹង2ទៅឃើញ55ដល់នេះក៏ដូចគ្នាដែរ6បូក7ចែកនឹង2ទៅស្មើ6 65ណាដល់70បូក80ចែកនឹង2ទៅស្មើ7 75ដល់80បូក90ចែកនឹង2ទៅស្មើ85ណាហើយកដាលចន្លោះពាក់កដាលណាចន្លោះបើន័យថាពី80ដល់90ចំណុចកដាលវា85ណាដល់90ដល់100យកអា90បូក100ចែកជា2ទៅស្មើ95ណាអានឹងអត់អីទេនេះណានេះគេគូសភ្ជាប់នេះណាតម្លៃកដាលនេះគេយកចំចំណុចកដាលណាកដាលវានេះគូសមកគូសចំកដាលចុះឡើងនេះឡើងចុះចំកដាលគ្រប់អឺក្រាបសសរហ្នឹងទៅណាអញ្ចឹងគេអាចប្រើផ្ចិតនៃថ្នាក់នេះដើម្បីភ្ជាប់បានជាខ្សែកាច់ហៅថាក្រាបនៃពហុកោណអាហ្នឹងខ្សែកាច់ហ្នឹងគេហៅក្រាបនៃពហុកោណពាក្យថាពហុច្រើនណាពហុកោណណាឃើញទេក្រាបហ្នឹងជាពហុកោណណាក្រាបនៃពហុកោណហ្នឹងក្រាបណាគេគូសគេយកតែចំណុចកដាលហើយកដាលមកគូសមកដាលជាប់គ្នាមកអានេះគូសកដាលហើយដៅចំណុចកដាលមកភ្ជាប់គ្នាទៅណាចឹងតារាងប្រេកង់នៃថ្នាក់ទិន្នន័យគ្រាន់តែឲ្យគេដឹងអំពីចំនួនមនុស្សដែលមានម៉ាស់នៅក្នុងចន្លោះថ្នាក់តែប៉ុណ្ណោះគេពុំអាចដឹងអំពីមនុស្សដែលមានម៉ាស់ក្រាមម៉ាស់ក្រោម80គីឡូក្រាមឬក៏យ៉ាងតិចស្មើ80គីឡូក្រាមនោះទេណាចឹងតទៀតនេះក្នុងករណីនេះគេត្រូវបង្កើតតារាងប្រេកង់កើនឬថយបើយើងចង់ដឹងណាចង់ដឹងនេះបើយើងគ្រាន់គូសតែប៉ុណ្ណឹងវាអត់ដឹងទេអត់ដឹងយើងពុំអាចដឹងចំនួនមនុស្សដែលមានម៉ាស់
ក្រោម80 គីឡូក្រាមឬក៏យ៉ាងតិចស្មើ80 គីឡូក្រាមនោះទេអញ្ចឹងដើម្បីឲ្យដឹងយើងត្រូវរកប្រេកង់កើនឬក៏ប្រេកង់ថយណាប្រេកង់កើនឬក៏ប្រេកង់ថយបានយើងដឹងអញ្ចឹងក្នុងករណីនេះគេត្រូវបង្កើតតារាងប្រេកង់កើននិងប្រេកង់ថយណាបាទយើងអាចរកឃើញណាឥឡូវពីនេះយើងបង្កើនមកយកអានឹងបូកមកណាយក2នេះបូកប៉ុន្មានបូក6ស្មើ8 8បូក5ស្មើ13អាហ្នឹងកើនណាចំពោះកើនបូកតតបបន្ទាប់យើងរៀនហើយអញ្ចឹង13បូក10ស្មើប៉ុន្មានស្មើ20 23 23បូក8ស្មើប៉ុន្មានស្មើ30 31ណា31បូក6ស្មើប៉ុន្មាន37 37បូក3ស្មើ40អញ្ចឹងប្រេកង់សរុបយើង40បូកទៅចំនួនប្រេកង់សរុប40ដល់អានេះដល់នេះថយវិញដល់ថយយើងយកអា40នេះមកមុនវិញណាឥឡូវថយវិញយកអា40ហ្នឹងមកដាក់វិញដកបន្តបន្ទាប់40ប៉ុន្តែដកអានេះវិញដកអាប្រេកង់នេះណាមិនដកអានេះទេមិនដកប្រេកង់កើនទេណាដកប្រេកង់វា40ដក2មក38 38ដក6ស្មើ32 32ដក5នៅសល់27 27ដក10នៅសល់17 17ដក8នៅសល់ប៉ុន្មាន17ដក8នៅសល់9 9ដក6នៅសល់3ហ្នឹងអាហ្នឹងថយវិញណាប្រេកង់ថយបើគិតជាភាគរយយើងយកអាប្រេកង់វាហ្នឹងឧទាហរណ៍ប្រេកង់យើងចង់រកប្រេកង់ធៀបជាភាគរយយើងយកអាប្រេកង់ហ្នឹងចែកនឹងចំនួនសរុបមកចែកនឹង40គុណនឹង100មកណាឃើញភាគរយដល់កើនក៏ដូចគ្នាដែរយកអាជួរកើនវាហ្នឹងគិតជាភាគរយយើងយកអាកើនហ្នឹងចែកនឹងប្រហែល40ដូចគ្នាហើយនឹងគុណនឹង100ដល់ថយក៏ដូចគ្នាដែរយកអា40នេះចែកនឹង40មកគុណនឹង100មកឃើញភាគរយវាថយភាគរយអូខេដូចតែមុនដែរទេអញ្ចឹងអានេះយើងអាចរកឃើញតាមបកស្រាយទិន្នន័យនេះគេអាចបកស្រាយទិន្នន័យជាក្រាបនៃពហុកោណនៃប្រេកង់កើនក្នុងករណីសង់អីគេសង់ចំណុច30 0សង់ចំណុច30 0 42ណាអញ្ចឹងប៉ុន្មានទៀត58 60 13នេះអានេះគេសង់កើនហ្នឹងនេះក្នុងករណីនេះគេសង់ចំណុចណាអឺពហុគេអាចបកស្រាយទិន្នន័យជាក្រាបនៃពហុកោណនៃប្រេកង់កើនណាពហុកោណចំណុចកណ្ដាលអាហ្នឹងណាពហុកោណក្នុងករណីនេះគេសង់ចំណុចណា30 0នេះគេយកចេញពីនេះមកណា30មក30មកឡើងមក40ឡើងមកដល់40ហ្នឹងមានប៉ុន្មានអ្នកមាន2អ្នកអូមនុស្ស30ហ្នឹងអត់មានទេណា30ហ្នឹង0ទេអត់មានចំនួនទេដល់ឡើងពី30ចន្លោះពី30ដល់40នេះវាមានប៉ុន្មាន2នាក់ឃើញទេគេអាចសង់ចឹងបានដល់ពី40នេះទៅដល់50ពី40ទៅដល់50ប៉ុន្មានពី40ដល់50កើនេះពី40ដល់50 8នេះឃើញកើទេវាសង់ត្រឹម8នេះណាសង់ត្រឹម8ដល់ពី50ទៅដល់60 13ឡើងដល់13នេះ13នេះប្រេកង់កើណា13ដល់ពី60ទៅដល់7 23នេះឡើងដល់23ណា23ឡើងរហូតឃើញទេដល់ពី7ដល់8 31ណាឯណានេះពី60ដល់7 23ណា23ដល់ពី7ដល់8 30 31ណា31នេះ31ណាដល់ពី8ដល់9ឡើងដល់ប៉ុន្មានឡើងដល់37ដល់ពី9ដល់100ឡើងដល់40 40អាហ្នឹងប្រេកង់កើនណាគេសង់ក្រាបអញ្ចឹងគេអាចសង់អញ្ចឹងបានណាអូខេវាចេញពីចំណុច30វាអត់មានវា0ណាដល់40ពី30ដល់40ហ្នឹងវាមាន2នាក់ណា2នាក់ចន្លោះប៉ុណ្ណឹងណាអូខេយើងអាចសាំងអញ្ចឹងបានអញ្ចឹងតាមតារាងក៏ដូចជាក្រាបនៃពហុកោណប្រេកង់កើនដែលមានម៉ាស់ក្រោម80 គីឡូក្រាមមានប្រមាណក្រោម80 គីឡូក្រាមឥឡូវទៅដល់80នេះ80អញ្ចឹងអាហ្នឹង80អត់យកទេណាក្រោមអញ្ចឹងមានប៉ុន្មាន
មាន31នាក់ណាមើលអាហ្នឹងទៅដឹងហើយឬក៏មើលអាប្រេកង់កើហ្នឹងក៏ដឹងដែរពីម៉ានពី7ដល់8អញ្ចឹង8អត់យកទេណាអញ្ចឹងមានម៉ានមើលប្រេកង់កើមាន31នាក់ណាមើលប្រេកង់កើណាអញ្ចឹងដល់មួយទៀតថយវិញថយក៏មិនខុសគ្នាដែរអញ្ចឹងបើគេចង់រកមនុស្សដែលមានម៉ាស់យ៉ាងតិចវិញយ៉ាងតិច80បានន័យថាទាបបំផុត80 គីឡូអញ្ចឹងអាចយកកាវអាចអីណាតិចវិញណានោះគឺត្រូវសង់ថយវិញសង់តាមអាថយនេះសង់នេះសង់ចេញពី40មកណាសង់ប្រេកង់ថយមកឥឡូវចេញមកពីម៉ាន40 40យើងយកអាលេខនេះមកនេះវិញអាលេខហ្នឹងនៅដដែលទេប៉ុន្តែអានេះចេញពី40មកណា40ចុះមកឥឡូវ30ណា30ដល់40មានប៉ុន្មាន40ដល់40ដល់5មានប៉ុន្មាន38នេះយកនេះវិញណា